សម្ដេចតេជោហ៊ុនសែននិងក្រុមគ្រួសារធ្វើបុណ្យទាគណានុបទានគម្រប់5ឆ្នាំឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនៈប៊ុនសៀងលីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសាច់ញាតិនិងកូនចៅបានរៀបចំពិធីបុណ្យទាគណានុបទានគម្រប់ខួប5ឆ្នាំឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនៈប៊ុនសៀងលីនិងឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យមហាឧបាសកលិនគ្រីនៅថ្ងៃអាទិត្យ8កើតខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី4ខែឧសភាឆ្នាំ2025ពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណប្រាង្គដែលជាទីឋានបញ្ចុះសពអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនៈនិងព្រឹទ្ធាចារ្យមហាឧបាសកលិនគ្រីជាមេដាបិតាបង្កើតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងជាមេដាបិតាក្មេករបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនស្ថិតនៅក្នុងភូមិទី2ឃុំរកាខ្នល់ស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំដោយពិធីបុណ្យបានប្រារព្ធធ្វើទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនានៅរាត្រីថ្ងៃសៅរ៍7កើតខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី3ខែឧសភាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានអធិនាយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលៀងហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3នៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រោះព្រំពុទ្ធជ័យមង្គលដល់ប្រទីបជ្វាលាមុននឹងដង្ហែយកទៅបណ្ដែតនៅក្នុងគុំគាស្រះខាងមុខប្រាំងដែលជាទីឋានបញ្ចុះសពអ្នកអង្គញាមហាឧបាសិកាធម្មញានវិវឌ្ឍនៈនិងព្រឹទ្ធាចារ្យមហាឧបាសកលិនគ្រីជាមេដាបិតាបង្កើតរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែននិងជាមេដាបិតាក្មេករបស់សម្ដេចតេជោហ៊ុនសែនការបណ្ដែតប្រទីបជ្វាលានៅក្នុងគុំគាស្រះនេះគឺជាការគោរពដឹងគុណដ៏ធំធេងចំពោះមេដាបិតាដែលលោកបានផ្ដល់កំណើតនិងចិញ្ចឹមបីបាច់ថែកូនប្រកបដោយគុណធម៌ព្រមវិហារធម៌តាំងពីតូចរហូតដល់ធំពេញវ័យដោយទទួលបានឱកាសក្លាយជាអ្នកដឹកនាំដ៏ឆ្នើមដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសគោរពស្រឡាញ់និងផ្ដល់តម្លៃខ្ពស់បំផុតការប្រដែតប្រតិជ្វាលានៅក្នុងពេលនេះគឺជាការបង្ហាញអំពីការបន្តថែរក្សាវប្បធម៌អរិយធម៌របស់ប្រជាជាតិខ្មែរតាំងពីបុរាណកាលមកពីសំណាក់សម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារបើទោះជាការប្រារព្ធពិធីបុណ្យនាពេលនេះមានលក្ខណៈឯកជនក្នុងរង្វង់គ្រួសារក៏ពិតមែនតែវាបានបង្កប់នូវអត្ថន័យដ៏ធំធេងផ្សារភ្ជាប់រវាងការគោរពដឹងគុណចំពោះមេដាបិតាជាមួយនឹងទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនានិងប្រពៃណីជាតិដែលប្រជាជាតិកម្ពុជាយើងតែងតែនាំគ្នាគោរពប្រតិបត្តិតាំងពីដើមរៀនមកផងដែរកម្មវិធីបុណ្យទាគណានុបទានគម្រប់ខួប5ឆ្នាំឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនៈប៊ុនសៀងលីនិងឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធឧបាសកលិនគ្រីបានឈានចូលដល់ព្រឹកថ្ងៃអាទិត្យ8កើតខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី4ខែឧសភាឆ្នាំ2025ដែលក្នុងព្រឹកនេះបានអធិនាយាងនិមន្តសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលៀងហេងសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិតខឹមសនសម្ដេចព្រះសង្ឃនាយករងទី3នៃព្រះរាជាណាចក្រកម្ពុជានិងមន្ត្រីសង្ឃ7អង្គទៀតសរុប9អង្គសូត្រមន្តចម្រើនប្រតិបត្តិសមទានសិលតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាដើម្បីរំលឹកនឹកគុណព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធិញ្ញាណនិងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ចំនួនគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នពុទ្ធអវត្តនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រតិបត្តិបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូបឲ្យប្រកាន់ភ្ជាប់នៅអំពើល្អអំពើជាកុសលលះបង់អំពើបាបអំពើជាអកុសលសាងនៅកុសលទានតម្កល់ទុកសម្រាប់អនាគតជាតិពិសេសនោះពុទ្ធបរិស័ទគ្រប់រូបត្រូវតែគោរពប្រតិបត្តិនិងដឹងគុណចំពោះបុព្វការីជនមានមេដាបិតាទាំងរូបលោកនៅមានអាយុសង្ខារក្តីឬមរណកាលទៅហើយក្តីដោយដែលសម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតអ្នកអង្គញាមង្គលសោភ័ណ្ឌជាបុត្រីនិងចៅព្រមទាំងក្រុមគ្រួសារបាននឹងកំពុងប្រតិបត្តិក្នុងពេលនេះគឺបានបង្ហាញនូវក្តីស្រឡាញ់កតញ្ញូកតវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាការតបស្នងសងគុណចំពោះបុព្វការីជនគឺអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនៈប៊ុនសៀងលីនិងព្រឹទ្ធាចារ្យមហាឧបាសកលិនគ្រីតែបានធ្វើមរណកាលទៅកាន់បរមលោកខាងមុខយ៉ាងពិតប្រាកដក្នុងពិធីនេះក៏បានអញ្ជើញពីសម្ដេចវិបុលសេនាភក្តីសាយឈុំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចគតិសង្ឃបណ្ឌិតម៉ែនសំ
អនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រសម្ដេចមហារដ្ឋសភាធិការធិបតីខួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់និងពុទ្ធបរិស័ទជាច្រើនរូបទៀតជាបន្ទាប់ក៏មានការធ្វើបទមនសិការសម្បទានសិលចប់សពគ្រប់សម្ដេចតេជោហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបច្ចិនមនីហ៊ុនម៉ាណែតជាបុត្រីបង្កើតនិងបុត្រប្រសាចៅទួតរបស់អ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីនិងមហាឧបាសកលិនគ្រីព្រមទាំងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញរាប់បាតថ្វាយនិងប្រគេនដើម្បីសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះសង្ឃនាយករងទី3និងព្រះថេរានុថេរៈទាំង9ព្រះអង្គស្វាជ័យនៅព្រះសត្តបករណាភធម៌និងភតានុមោទនាភហោទេវានិងឆ្លុកបញ្ចប់កម្មវិធីបុណ្យមហាកុសលផលបុណ្យដែលកើតមានក្នុងថ្ងៃនេះសម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះសង្ឃនាយករងទី3និងព្រះថេរានុថេរៈទាំង9ព្រះអង្គបានសូត្រធម៌ឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធឧបាសកជាងបុណ្យនិងឧបាសិកាណយហួយត្រូវជាមេដាបេដាបង្កើតមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីមហាឧបាសកលិនគ្រីនិងអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីត្រូវជាមេដាបេដាបង្កើតសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែនព្រមទាំងវិញ្ញាណក្ខន្ធអ្នកអង្គញាមហាភក្តីសុបរិស័កភោគាធិបតីហ៊ុននាងនិងលោកយាយមហាឧបាសិកាឌីពុកដែលជាបិតាមេដាបង្កើតរបស់សម្ដេចតេជោហ៊ុនសែនលោកជំទាវមហាសទ្ធាភិរៈធម៌សិរិរដ្ឋអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភប៊ុនសុថាប្អូនស្រីបង្កើតសម្ដេចគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែននិងហ៊ុនកំសត់កូនប្រុសច្បងសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតព្រមទាំងឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធជីដូនជីតាញាតិកាសាច់សាលោហិតក្នុងសារវត្តទាំងអស់អញ្ជើញមកទទួលយកមនុញ្ញផលដែលបានឧទ្ទិសជូនក្នុងពេលនេះនិងបានសោយសុខនៅក្នុងឋានដ៏ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយតាមរយៈនៃអំណាចផល្លានុសង្ឃការចេញពីពិធីបុណ្យតក្កណានុប្បទាននេះសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងទី3និងព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមលើកថ្វាយចំពោះគុណបុណ្យរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសូមជួយបីបាច់ថែរក្សានិងប្រោះព្រំប្រសិទ្ធពរជ័យសិរីមង្គលគ្រប់ប្រការជូនសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អជន់មានអាយុយឺនយូរដើម្បីស្ថិតនៅជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅនាពេលបច្ចុប្បន្ននិងជំនាន់ក្រោយៗទៀតជាពិសេសដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិនិងស្ថិតជាគ្រឹះដ៏រឹងមាំក្នុងការថែរក្សាការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅសូមជម្រាបជូនថាអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីបានទទួលមរណភាពនៅថ្ងៃច័ន្ទទី13កើតខែពិសាខឆ្នាំជូតទស័កពុទ្ធសករាជ2563ត្រូវនឹងថ្ងៃទី4ខែឧសភាឆ្នាំ2020វេលាម៉ោង 2:12 នាទីទៀបភ្លឺដោយជរាពាធក្នុងជនមានអាយុ96ឆ្នាំមរណភាពអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីជាការបាត់បង់ដ៏ធំធេងនៅពុទ្ធសាសនិកមួយរូបពោពេញដោយសេចក្តីបរិសុទ្ធក្នុងព្រះធម៌ដែលបានបរិច្ចាគនៅទ្រព្យនិងកម្លាំងកាយចិត្តប្រកបដោយសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅបំផុតក្នុងការងារមនុស្សធម៌និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាមរណភាពអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីក៏ជាការបាត់បង់នៅមេដាបិតាក្មេកជីដូនជីតាប្រកបដោយព្រហ្មវិហារធម៌និងជាទីស្រឡាញ់ស្មារជីវិតដែលបានបីបាច់ថ្នាក់ថ្នមថែរក្សានិងផ្គត់ផ្គង់គ្រប់បែបគ្រប់យ៉ាងដល់ក្រុមគ្រួសារព្រមទាំងអប់រំណែនាំផ្ដល់ដំបូន្មានល្អៗធ្វើឲ្យកូនចៅបានក្លាយជាពលរដ្ឋល្អបញ្ញវន្តនិងជាថ្នាក់ដឹកនាំកម្ពុជារបស់កម្ពុជានាំមកនូវសុខសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍដែលជាមនុញ្ញផលមិនអាចខ្វះបានសម្រាប់ជាតិនិងប្រជាជនកម្ពុជាអ្នកអង្គញាព្រឹទ្ធមហាឧបាសិកាធម្មញានវិវឌ្ឍនាប៊ុនសៀងលីបានប្រសូតនៅថ្ងៃច័ន្ទទី12កើតខែពិសាខឆ្នាំឆ្លូវពុទ្ធសករាជ2468ត្រូវនឹងថ្ងៃទី4ខែឧសភាឆ្នាំ1925នៅក្នុងគ្រួសារកសិករនៅក្នុងភូមិកោះ3ប៉ីឃុំកោះ2ស្រុកក្រូចឆ្មាខេត្តកំពង់ចាម